ជា adjective ណាជាគុណនាមដល់ពេលដាក់ទៅពីក្រោយកន្លែងហ្នឹងគឺមានន័យថាទៅខាងក្រោយនេះត្រូវមាននាមណាមួយទៀតប៉ុន្តែយើងអត់និយាយទេតើនៅដូចខ្មែរយើងថាអាខ្ពស់អាទៀបអាសអាខ្មៅអាវែងអាខ្លីអញ្ចឹងទៅយើងដាក់ពាក្យទៅនៅពីក្រោយគុណនាមទី1ដំបូងគឺយើងសិក្សាអំពីរបស់ទៅរបស់ឧទាហរណ៍ថាវត្តស៊ូរបស់ខ្ញុំភៅរបស់ខ្ញុំហើយទៅទី2យើងនិយាយពីការបង្កើតកសោបនាមដល់ពេលទី3ទៅទី3យើងប្រើវាដើម្បីអីគេកាលនោះប្រើដើម្បីបញ្ជាក់អំពីការបង្ហាញពីភាពប្រកបវិជ្ជាដូចជាការសន្យាឧទាហរណ៍ថា我不会放弃你的我会帮你的អាហ្នឹងគឺការសន្យាអញ្ចឹងទៅថ្ងៃនេះគឺយើងរៀបបញ្ចប់គឺទៅទម្រង់ទី4គឺយើងប្រើវាជាទូទៅជាមួយនឹងប្រភេទទម្រង់ប្រធានបូកពាក្យសឺនេះដាក់ក៏បានអត់ក៏បានដែរបាទហើយនេះគឺ WH word មានន័យថាពាក្យជាសំណួរ WH question ក៏បានជាពាក្យទូទៅដែលបញ្ជាក់អំពីព័ត៌មានក៏បានដែរពាក្យថា WH question word នោះមានដូចជាពាក្យខ្លះនរណាហេតុអ្វីពេលណាមូលហេតុអីអស់ហ្នឹងទៅអញ្ចឹងអាហ្នឹងគឺប្រភេទសំណួរដែលប្រាប់អំពីព័ត៌មានអញ្ចឹងសំណួរដែលប្រាប់ពីព័ត៌មានហើយបូកពាក្យ verb នេះមកហើយបូកទៅនៅពីក្រោយអញ្ចឹងទៅនេះនៅក្រោយគេនេះយើងលេងបាត់ឆ្ងល់ណាមិនក៏ពេលខ្លះទៅនៅមុខទៅនៅក្រោយមែនទេអញ្ចឹងគឺប្រធានបូកពាក្យសឿដាក់ក៏បានអត់ក៏បានបូកជាមួយនឹងព័ត៌មានណាមួយមកបូកកិរិយាសព្ទបូកជាមួយនឹងទៅនៅពីក្រោយអញ្ចឹង WH question word ដូចជាខ្លះដូចជាពេលណាហេតុអ្វីនៅណាអីយ៉ាងទៅណាបើយើងពីអ្វីអីយ៉ាងទៅឧទាហរណ៍ថា你是什么时候来的អញ្ចឹងបើយើងប្រើធម្មតា你什么时候来ណែឯងមកពេលណាប៉ុន្តែបើយើងដាក់ឲ្យវាលក្ខណៈថាកាន់តែបរោះគឺ你是什么时候来的ឬនឹងកាត់ឡើងហើយនៅភាគច្រើនគឺកាត់ឡើងហើយហើយអញ្ចឹងណែឯងមកពីពេលណាមកឧទាហរណ៍ថា你是什么时候学中文的ណែឯងរៀនភាសាចិនពីពេលណាមកអញ្ចឹងគឺ是អីមកទៅអញ្ចឹងកន្លែងនេះគឺ什么时候នេះដើរតួជា WH question word ជាសំណួរមែនទេចុះបើយើងឆ្លើយទៅជា我是昨天来的យើង昨天នេះគឺជាពាក្យបញ្ជាក់ឲ្យព័ត៌មានដែលឆ្លើយទៅនឹងសំណួរ WH question word នេះអញ្ចឹងកន្លែងហ្នឹងគឺយើងប្រើអញ្ចឹងឯងគឺទៅនៅពីក្រោយហើយយើងប្រើទម្រង់នេះគឺវាបរោះជាងល្អជាងខ្ពស់ជាងការប្រើប្រាស់ធម្មតានេះ什么时候来យើងអាចថាកើតឡើងហើយឬក៏មិនទាន់កើតឡើងតែបើ你是什么时候来的គឺកើតឡើងហើយណាបើយើងកន្លែងហ្នឹងណាអញ្ចឹងគឺមានន័យអញ្ចឹងឯងយ៉ាងទី2你是怎么来的怎么បូកជាមួយនឹង verb ណាបើយើង怎么បូក verb គឺមានន័យថាអីគេធ្វើរឿងហ្នឹងដោយរបៀបណាអញ្ចឹង怎么来នេះឡើយហ្នឹងគឺមានន័យថាគឺធ្វើរឿងហ្នឹងដោយរបៀបណាអញ្ចឹងគឺអ្នកឯងមកដោយរបៀបណាខ្លះទៀតយើងសួរឲ្យស្ដាប់គឺអ្នកឯងមកជាអីមកអញ្ចឹង你是怎么来的មកហើយនៅមកហើយហើយនេះទៅនេះយើងអ្នកឯងជាអីមកដល់ហើយណាយើងអ្នកឯងជាអីមក你是怎么来的ណាអាហ្នឹងគឺ怎么នេះគឺជាប្រភេទ WH question word អញ្ចឹងសួរអំពីវិធីសាស្ត្រដែលយើងមកនឹងឯងអញ្ចឹង你是怎么来的 right មួយទៀតទី3គឺ这本书是我昨天买的នេះបើយើងនេះ是我昨天នេះគឺពេលវេលាមែនទេឆ្លើយអំពីចំនួន WH question word ទៅលើអីគេពេលណា什么时候ដែរមែនទេអញ្ចឹងវាជាប្រយោគស្របអញ្ចឹង这本书是我昨天买的សៀវភៅនេះគឺខ្ញុំទិញកាលពីម្សិលមិញអញ្ចឹងយើងផ្ដោតសំខាន់ទៅលើសៀវភៅនេះខ្ញុំទិញកាលពីម្សិលមិញអញ្ចឹងគឺយើងប្រើទម្រង់ទើសហ្នឹងដែរទើសនៅក្រោយប្រយោគទាំងអស់មិនថាវាជាប្រយោគស្របមិនថាវាជាប្រយោគសំណួរហើយក៏មិនថាវាជាប្រយោគបដិសេធដែរគឺទើសនៅពីខាងក្រោយគឺប្រយោគទម្រង់មួយនេះតោះណាអូខេអញ្ចឹងយើងប្រើអញ្ចឹងបាទ你是什么时候来的你是什么时候来的你是怎么来的你是怎么来的sao tí đấy ok មួយទៀតបើយ៉ាងណាមើលឡើយនេះអញ្ចឹងយើងប្រៀបធៀបមកទៅប្រយោគ3នេះទី1我昨天买了这本书我昨天买了这本书ប្រយោគទី2这是我昨天买的书ទី3这本书是我昨天买的ខុសគ្នាមកយើ